បាទជំរាបសួរលោកគ្រូខ្ញុំសុំច័ន្ទស្រីបុត្រថ្ងៃនេះយើងមកធ្វើកិច្ចការទី1របស់យើងហើយដំបូងយើងធ្វើការ log in ទៅ server របស់យើងសិនទី1គឺយើងមើល who am I នេះស្រីបុត្រហើយយើងអាច pwd ដែលយើងឃើញហើយតោះមកឥឡូវខ្ញុំធ្វើការ create user ថ្មីខ្ញុំបង្កើតហើយខ្ញុំ switch ទៅ user ហ្នឹងហ្មងsu ដែលខ្ញុំ switch ទៅ user ថ្មីហ្នឹងហើយតោះមក who am I យើងចេញ user ថ្មីហើយតោះមកយើងដាក់ pwd នេះចេញឲ្យ directory ថ្មីហ្នឹងហើយបន្ទាប់មកយើងបង្កើត folder ថ្មីបានយើងបង្កើតហើយបន្ទាប់មកយើងចេញទៅ user ដើមវិញយើងចេញមក user ដើមហើយបន្ទាប់មកយើងអាចធ្វើ command cat etc pswd បាទកិច្ចការទី1របស់ខ្ញុំមានតែប៉ុណ្្នឹងឯងលោកគ្រូ